ញាតិញោមពុទ្ធបរិស័ទទាំងឡាយយើងជាអ្នកកាន់ពុទ្ធសាសនាយើងត្រូវតែស្គាល់អំពីពុទ្ធបំណងរបស់ព្រះសម្មាសម្ពុទ្ធបើយើងសិក្សានៅព្រះធម៌ដែលជាមេគារបស់ព្រះសម្មាសម្ពុទ្ធសូមញាតិញោមសិក្សាពិចារណាប្រកបដោយសមាធិចិត្តឲ្យបានល្អិតល្អន់សង្វេគនិច្ឆ័យទៅលើអត្ថន័យនៃព្រះធម៌ហើយគោលដៅនៃពុទ្ធអាវាទរបស់ព្រះសម្មាសម្ពុទ្ធរាល់ពាក្យទូមានព្រានផ្ដៅរបស់ព្រះអង្គគឺព្រះអង្គពុំដែលមានអាវាទមួយណាដែលធ្វើឲ្យយើងប្រកាន់នៅលទ្ធិនិងអស្មិវិន័យឡើយផ្ទុយទៅវិញគឺព្រះអង្គតែងតែមានអាវាទប្រកបដោយទឹកបតីក្តីករណាប្រកបដោយមេត្តាធម៌ដ៏ពងពោះដល់សត្វលោកទាំងឡាយគ្រប់តកូលគ្រប់វណ្ណៈគ្រប់ជាតិសាសន៍ពុំមានការបែងចែកទេបើយើងជាពុទ្ធសាសនិកជនពិតប្រាកដចូលយើងលះបង់នៅអស្មិវិន័យការប្រកាន់ច្រើនចូលអ្នកត្រូវទទួលយកបើកចិត្តឲ្យទូលាយដើម្បីទទួលយករាល់រឿងទាំងឡាយប៉ុន្តែចូលអ្នកត្រូវចាំថាអ្វីដែលអ្នកត្រូវប្រកាន់នោះគឺសាងនៅសេចក្តីល្អមិនមែនសាងនៅសេចក្តីអាក្រក់ទេ